សួស្តីអ្នកនរគ្នាខ្ញុំឈ្មោះសាគីមលន់ថ្ងៃនេះខ្ញុំមក review ហើយនឹង continue comment របស់យើងបន្តទៀតជាដំបូងយើងចូលកម្មវិធី Virtual Box បន្ទាប់មកយើងវាយ comment IPA ដើម្បីឆែករកមើល IP បន្ទាប់មកវានឹងចេញ IP ឲ្យយើងហើយគឺ IP 172.20.10.4 បន្ទាប់មកយើងធ្វើការយក IP ហ្នឹងទៅ remote យើងចូល PowerShell តទៀតយើងវាយ ASX ឈ្មោះ login របស់យើងហ្នឹងហើយដាក់ IP ចូល172.20.10.4 តមកទៀតយើងដាក់ password នៅពេលដែលវាចេញចុងមានន័យថាយើង remote ចូលហើយអញ្ចឹងហើយយើងនៅពេលដែល remote ចូលត្បូងគេយើងវាយ comment who am I ដើម្បីដឹងថាយើងកំពុងតែឈរលើ user មួយណាតមកទៀតយើងវាយ comment pwd គឺដើម្បីចង់ដឹងថាយើងកំពុងតែឈរនៅលើ directory មួយណាពេលដែលវាយ comment pwd ហើយយើងវាយ comment hostnameបន្តមកទៀតដើម្បីចង់ដឹងថាក្នុងuser មួយហ្នឹងមាន folder ឬក៏ comment ឬក៏file អីគេខ្លះយើងវាយ comment ls ដើម្បីវាមើលអញ្ចឹងហើយបើយើងចង់មើលច្រើនយើងវាយ ls -l តែបើយើងចង់ឲ្យវាកាន់តែងាយស្រួលមើលទៀតយើងវាយ comment ls -la ចឹងវាគិតជាចំនួនរបស់យើងហើយដូចអានេះស្មើ 4000 អញ្ចឹងវាស្មើនឹង 4k កបាយនៅពេលដែលចេញ 4k អញ្ចឹងវាស្មើនឹង 4k កបាយគីឡូបាយនៅពេលដែលចេញ 4k អញ្ចឹងមានន័យថាស្មើនឹង4គីឡូបាយនៅពេលដែលយើងចង់បង្កើត file យើងវាយ comment touch ហើយបន្តមកយើងដាក់ឈ្មោះយើងដាក់ឈ្មោះ sv11.12 នៅពេលដែលយើងចង់ចូលមើលក្នុង file ហ្នឹងថាមានអីគេខ្លះយើងវាយ comment cat sv11 បន្តមកទៀតយើង list វាមើលចង់ដឹងថាវាមានfile ដែលយើងបង្កើតមិញអត់នេះគឺជា file ដែលយើងបង្កើតមិញ sv11.12 នៅពេលដែលយើងចង់ចូលមើល file ហ្នឹងថាមានសរសេរអីអត់យើងវាយ comment cat ហើយដាក់ឈ្មោះ file របស់យើងមកចឹងនៅក្នុងហ្នឹងអត់ទាន់មានអីនៅពេលដែលយើងចង់ចូលកែ file មួយហ្នឹងឬក៏ចូលសរសេរអីនៅក្នុង file មួយហ្នឹងយើងវាយ comment nano ហើយដាក់ឈ្មោះ file មួយហ្នឹងមក sv11.12 ចឹងយើងអាចសរសេរឬក៏កែអីបានហើយចឹងខ្ញុំវាយ welcome sv11.12 នៅពេលដែលយើងចង់ save វាយើងចុច Ctrl X តមកយើងយក yes យើងយក yes ហ្នឹងយើងចុចវាយតមកទៀត enter ហើយដើម្បីចង់ដឹងថាក្នុង file ហ្នឹងយើងបានសរសេរគេខ្លះឬក៏កែគេខ្លះយើងវាយ comment ដូចខាងលើហ្នឹងដដែលហ្នឹង cat sv11.12 នៅពេលដែលយើងសរសេរមុនហ្នឹងវាចេញមកហើយគឺ welcome sv11.12
ហើយដើម្បីបង្ហាញ file name ឬក៏ message អីយើងវាយ command echo hello sv 1112បន្តមកទៀតយើងបង្កើត folder មួយតែយើងត្រូវលិះវាមើលសិនដោយ command ls អញ្ចឹងខ្ញុំមាន folder sv 11ជា12 folder តែខ្ញុំចង់បង្កើត folder មួយទៀតខ្ញុំវាយ command mkdir ដើម្បីបង្កើត folder មួយឈ្មោះ sv 11.12មិនដោយសារតែ folder sv 11/12 មានហើយចង់បង្កើតអត់កើតចង់ខ្ញុំបង្កើត folder មួយទៀតfolder ឈ្មោះ sv 11/12 folder អញ្ចឹងយើង ls មើលថាមាន folder ហ្នឹងអត់នេះមាន folder ហ្នឹងឯង sv 11/12 folder បន្តមកទៀតខ្ញុំចង់ copy file ដែល sv 11/12 នេះដែលមានសរសេរwelcome sv 11/12 ចូលទៅក្នុង folder sv 11/12 folder នេះអញ្ចឹងខ្ញុំវាយ command cp ដាក់ឈ្មោះ file ដែលយើង copy ហ្នឹងមក sv 11/12 ហើយតំណាក់នៅក្នុង folder sv 11/12តមកទៀតយើងចូលទៅក្នុង folder មួយហ្នឹងយើងវាយ command cd sv 11/12 folder នៅពេលដែលយើងចូលបានហើយយើងវាយ command ls នេះវាមើលអញ្ចឹងវាចេញមក sv 11/12 file sv 11/12 អញ្ចឹងមានន័យថាយើង copy file ហ្នឹងចូល folder ហ្នឹងបានហើយនៅពេលដែលយើងចង់មើលfile ហ្នឹងថាមាន text ដែលយើងសរសេរដូច file ខាងលើមកយើងវាយ command cat sv 11/12 ដើម្បីចូលមើល file មួយហ្នឹងអញ្ចឹងវាមានដូចគ្នា welcome sv 11/12 តមកយើងវាយ command ls -ls អញ្ចឹងវា 4 KB នៅពេលដែលយើងចង់ដូរឈ្មោះ file មួយនេះ sv 11/12 មួយនេះទៅជាឈ្មោះ sv 11/12 file យើងវាយ command mv sv 11/12 ទៅជា sv 11/12 file វិញតមកយើងវាយ command ls -ls ដើម្បីលិះវាមើលអញ្ចឹងវាដូរហើយជា sv 11/12 file វិញហើយយើងសាកខាតវាមើលតើវាបាត់ text នៅក្នុងនោះអត់យើងឃើញថាអក្សរអីវ៉ាន់គឺនៅដដែលអត់បាត់ទេនៅពេលដែលយើងចង់ remove file មួយហ្នឹង file ដែលយើងបង្កើតមួយហ្នឹងយើងវាយ command rm remove sv 11/12 file តមកយើងលិះវាមើលយើងឃើញថាអត់មាន file ហ្នឹងទៀតទេអញ្ចឹងខ្ញុំបង្កើត file ហ្នឹងម្ដងទៀតខ្ញុំប្រើ command touch ដើម្បីបង្កើត file ខ្ញុំដាក់ឈ្មោះ sv 11/12.txt នៅពេលដែលបង្កើតហើយខ្ញុំលិះវាមើលថាវាមាន file ហ្នឹងអត់អញ្ចឹងពេលបង្កើតហើយមាន file sv 11/12.txt ហ្នឹងហើយអញ្ចឹងខ្ញុំសាកខាតវាមើលចូលទៅមើល file វិញថាមានអីក្នុងនោះអត់តែខ្ញុំអត់បានសរសេរ
dương khơi kha ập biên ấy không cái sao tại dương tuần bàn ta xây ấy không đó chẳng nó bây đại dương trong ta xây với vai của mình nè nó ấy và người nó bây đại dương châu mà thấy dương ta xây ấy bàn tôi có ý định ấy của bạn này chẳng nhung quay vào khám SV đọc mũi chữ đọc vì tầm mắt nhấn chữ Ctrl X chữ vái hay Enter bây này dương từ xe ấy không thấy dương trong mô vi vấn dương vai của mình khác SV đọc mũi chữ đọc vì tỏ thiệt thì chẳng dương từ xe mình vào khám SV đọc mũi chữ đọc vì tầm mắt nhấn trong remove tay trong khơi folder nó remove trong dương vai của mình ở ấm does we global sv đọc mũi chữ đọc bí .txt cái bên này dương remove hai như nó thiệp ta dương ai remove ở thích file mới nó sv đọc mũi chữ đọc bí .txt còn một cái em trong trang ký folder mới nằm trong nhung vai của mình cd cái bên này dương châu với dương vai cd đặt mua folder trong nó bây giờ trên với những con nào vai cd mất đi trên ai bây giờ trên hết những trong video mới trong những trong remove thịt phá SV là mũi chỉ đọc vì hay nhung remove folder SV đọc mũi chỉ đọc vì folder nó mùi tiệp vai của mình ấm dir SV đọc mũi chỉ đọc vì folder nó pe đài nhung remove ấy nhung sẽ review mới trong video này miền folder được có file ấy nó năng thì này đây mặt ls đặt ls đó ls đặt ls có việc miền folder được có file ấy nó năng đài nó cái này nhung remove folder năng hái nhung trong bậc folder năng vinh cái này nhung trong bậc folder năng vinh riêng vai command cái folder âm thế dir bậc folder tóm hết riêng lại folder mới năng mất nhưng là sv đọc mũi check đọc tí folder hay trong cho folder với năng nhưng vai command cd lại cho folder nó về là cho folder nó bán hay nhưng vai command ls đi viết tới vì con bên đây không này chẳng là bay bậc cao thạch pha không năng bán nhưng vai command touch nhưng ra command touch ấy nhưng lại cho file file nó nhưng lại cho sv đọc mũi check đọc tí .txt nó bên này nhung trong the xe đây nó không thạch pha với nó nhưng vai command nè nó hay chua thịt pha với nó tầm bay cho ta xe còn thịt pha với nó chắc nhưng ta xe giờ khám SV đọc mũi chụp đọc vì nó bây là nhóm trong xe viết chụp Ctrl X chụp vái hay Enter nó bây là nhóm ta xe đây nó không thịt pha nó vai command tab SV đọc mũi chụp đọc vì .txt trong ở những xe bánh welcome SV đồng mũi chụp đọc vì nó bây là nhóm trong chân với nhóm vai command cd trên cái folder mới này hay vai command ls là bay đi nó tham folder kia khác trong nhóm nguyên folder SV đọc
11 ជា12 folder ហើយខ្ញុំចង់លុប folder មួយហ្នឹងខ្ញុំវាយ comment លុប folder rm dir ហើយដាក់ឈ្មោះ folder មួយហ្នឹងចង់វាអត់អាច remove folder មួយហ្នឹងបានទេដោយសារតែនៅក្នុង folder មួយហ្នឹងវាមាន file នៅក្នុងហ្នឹងអញ្ចឹងដើម្បី remove folder មួយហ្នឹងបានខ្ញុំវាយ comment rm dir dash all ហើយ v ដើម្បីឲ្យមើលបានហើយតោះមកដាក់ឈ្មោះ folder មួយហ្នឹងយើងវាយ comment ខុសយើងវាយត្រូវវាយ comment rm dash all v ហើយដាក់ឈ្មោះ folder មួយហ្នឹងចឹងដំណើរការនៃការលុបរបស់វាមុនដំបូងវាលុបtext file sv11.12.tt តមកទៀតបានវា remove sv11.12 folder បន្តមកទៀតយើងនឹងរៀនពី comment ថ្មីតែយើងវាយ comment wmi ដើម្បីដឹងថាយើងកំពុងចូលលើ user មួយណាហើយវាយ comment pwd ហើយដើម្បីចង់ដឹងថាតើ disk របស់យើងហ្នឹងតនេឬក៏ប្រើអស់មែនយើងវាយ comment df-a ចង់វាចាញ់ហើយhard disk យើងប្រើអស់មែនភាគរយកំពុងតែ RAM អីមែនភាគរយហើយដើម្បីចង់មើលmemory របស់យើង CPU របស់យើងហ្នឹងប្រើអស់មែនយើងវាយ comment free-a ចឹងវានឹងចេញមកថាយើងប្រើអស់មែនជាដើមហើយវានឹងបង្ហាញដូចជា memory របស់យើង memory របស់ខ្ញុំមានមែនមាន 3.8 GB ខ្ញុំប្រើអស់ 200 MB free 3 GB share 1 MB តមកទៀតខ្ញុំវាយ comment hostname ដើម្បីចង់ដឹងថា hostname របស់យើងដាក់ឈ្មោះអីគេចឹង hostname របស់ខ្ញុំហ្នឹងឈ្មោះ Ubuntu server តមកទៀត comment top ហ្នឹងដើម្បីចង់ដឹងមើល process ដែលកំពុង run លើម៉ាស៊ីនរបស់យើងប្រើ CPU អស់មែន memory អស់មែនចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់